មានករណីបាក់ស្រុតដីមួយកន្លែងទៀតហើយនៅក្នុងទីក្រុងបាងកកប្រទេសថៃដីនៅជាប់ផ្លូវឆារឿនក្រុងចិត្តអាជ្ញាធរអគ្គិសនីនៅក្នុងទីក្រុងបាងកកប្រទេសថៃស្រាប់តែបាក់ស្រុតនៅព្រឹកថ្ងៃពុធទី1ខែតុលាឆ្នាំ2025យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍នៅថ្ងៃទី1ខែតុលាឲ្យដឹងថាការស្រុតដីនេះបានកើតឡើងនៅម៉ោងប្រហែលជា10ព្រឹកដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនិងការរំខាននៃការធ្វើចរាចរណ៍នៅក្នុងតំបន់ដ៏មមាញឹកឆ្លើយតបនឹងករណីស្រុតដីនេះក្រុមជួយសង្គ្រោះមកពីមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ឆារឿងក្រុងនិងភ្នាក់ងារផ្សេងទៀតបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកាត់ហេតុដើម្បីវិតម្លៃការខូចខាតអនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍និងបង្ការគ្រោះថ្នាក់បន្ថែមទៀតមន្ត្រីបានរកឃើញរណ្ដៅដីក្រោមផ្លូវបេតុងជម្រៅប្រមាណ1ទៅ2ម៉ែត្រចំណែកផ្នែកដែលស្រុតមានបណ្ដោយប្រវែង26ម៉ែត្រទទឹង9ម៉ែត្រនិងជញ្ជាំងរបងឯកជនប្រវែង20ម៉ែត្របានរងការខូចខាតចំពោះការធ្វើចរាចរណ៍នៅមុខការិយាល័យអាជ្ញាធរអគ្គិសនីត្រូវបានបិទមួយផ្នែកមូលហេតុនៃការស្រុតដីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយដោយការិយាល័យខណ្ឌបានសម្របសម្រួលជាមួយអាជ្ញាធរអគ្គិសនីដើម្បីស៊ើបអង្កេតមូលហេតុដោយសារតំបន់នេះស្ថិតនៅក្នុងគម្រោងសាងសង់បំពង់ក្រោមដីដែលគ្រប់គ្រងដោយអាជ្ញាធរអគ្គិសនីក្រុងភាគីពាក់ព័ន្ធកំពុងសហការគ្នាដើម្បីរៀបចំផែនការនិងអនុវត្តការងារជួសជុលនិងវិធានការដោះស្រាយនេះជាការស្រុតដីមួយកន្លែងទៀតនៅក្នុងទីក្រុងបាងកកប្រទេសថៃបន្ទាប់ពីការស្រុតដីនៅលើផ្លូវសាមសែននៅក្នុងទីក្រុងបាងកកដែរកាលពីថ្ងៃទី24ខែកញ្ញាដែលបន្សល់ទុកនៅរណ្ដៅដ៏ធំមិនទាន់ជួសជុលរួចរាល់នៅឡើយនោះទេ